សម្រាប់បងប្អូនណាខ្លះដែលចង់បានរូបភាពច្បាស់ដែលមានទំហំធំយកមកប្រើប្រាស់បងប្អូនកុំភ្លេចមើលវីដេអូនេះខ្ញុំនឹងចែករំលែករំអិតតែម្ដងពីរបៀបក្នុងការទាញយករូបភាពដែលច្បាស់បែបហ្នឹងយកមកប្រើប្រាស់សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនពីរបៀបក្នុងការទាញយករូបភាពដែលច្បាស់យកមកប្រើប្រាស់អញ្ចឹងដើម្បីយើងចង់បានរូបភាពមួយនឹងដែលមានគុណភាពច្បាស់តែម្ដងណាបងប្អូនកុំភ្លេចមើលវីដេអូនេះដំបូងយើងគ្រាន់តែធ្វើការចូលជាមួយនឹងកម្មវិធីជ្រោមយើងជាមុនសិនហើយបន្តមកទៀតបងប្អូនចង់បានរូបមួយណាយើងគ្រាន់តែធ្វើការ search នៅរូបភាពមួយនឹងដែលបងប្អូនចង់បានណាសម្រាប់ខ្ញុំគឺខ្ញុំចង់បានរូបប្រាសាទអង្គរវត្តដែលជាកេរដំណែលរបស់ដូនតាខ្មែរបាទដែលជាសម្បត្តិបាទបេតិកភណ្ឌពិភពលោកអញ្ចឹងបងប្អូនគ្រាន់តែធ្វើការវាយពាក្យថាអង្គរវត្ត Temple បែបហ្នឹងមកហើយបន្តមកទៀតយើងគ្រាន់តែធ្វើការ search មកបងប្អូនអញ្ចឹងបងប្អូននឹងឃើញរូបប្រាសាទអង្គរវត្តហើយបើសិនជាបងប្អូនចង់បានរូបកាន់តែច្រើនបាទមានជម្រើសកាន់តែច្រើនយើង zoom បន្តិចមកបងប្អូននឹងឃើញពាក្យគេដាក់ថា image អញ្ចឹងយើងគ្រាន់តែធ្វើការចុចទៅលើពាក្យថា image ហ្នឹងមកអញ្ចឹងទាំងអស់នេះគឺជាជម្រើសនៃប្រាសាទអង្គរវត្តបាទអញ្ចឹងបងប្អូនអាចធ្វើការជ្រើសរើសបានហើយរូបភាពទាំងអស់ហ្នឹងគឺវាមានទំហំទូចទំហំធំនិងទំហំមធ្យមបាទអញ្ចឹងដើម្បីយើងចង់បានកំណត់យកតែទំហំធំតែមួយមុខទេអញ្ចឹងបងប្អូន scroll មកលើបន្តិចមកបាទហើយបន្តមកទៀតខ្ញុំនឹងធ្វើការ zoom ឲ្យបងប្អូនមើលណាដើម្បីងាយស្រួលក្នុងការបង្ហាញបងប្អូនអញ្ចឹងបងប្អូនធ្វើការ zoom បន្តិចបាទខ្ញុំ zoom ដើម្បីបង្ហាញបងប្អូនណាបងប្អូនត្រង់ចំណុចខាងលើគេហ្នឹងបាទអូខេអញ្ចឹងត្រង់ចំណុចខាងលើបងប្អូននឹងឃើញពាក្យថា tool បាទឃើញទេបងប្អូនឃើញច្បាស់ហើយបាទកន្លែងហ្នឹងគឺមានពាក្យថា tool អញ្ចឹងយើងចុចកន្លែងពាក្យថា tool មកហើយបន្តមកទៀតយើងនឹងឃើញពាក្យថា size ហើយអញ្ចឹងបងប្អូនចុចកន្លែងពាក្យ size មកបាទទាំងអស់នេះគឺជាជម្រើសដែលបងប្អូនអាចធ្វើការជ្រើសរើសបានបាទមានទំហំធំឬក៏ទំហំមធ្យមអញ្ចឹងបើសិនជាបងប្អូនចង់បានគុណភាពច្បាស់មែនតើយើងចុចពាក្យថា large ហ្នឹងមកអញ្ចឹងគឺប្រភេទទំហំរូបភាពដែលមានគុណភាពច្បាស់តែម្ដងបាទអញ្ចឹងម្ដុំរូបភាពទាំងអស់ហ្នឹងគឺជារូបភាពដែលមានគុណភាពច្បាស់តែម្ដងអញ្ចឹងបងប្អូនអាចធ្វើការជ្រើសរើសរូបមួយណាដែលបងប្អូនពេញចិត្តណាអញ្ចឹងដើម្បីយើងធ្វើការ download យើងគ្រាន់តែធ្វើការចុចទៅលើរូបភាពនឹងជាមុនសិនបាទហើយបន្ទាប់មកទៀតបងប្អូនមើលខាងស្ដាំដៃបាទខាងស្ដាំដៃបងប្អូននឹងឃើញរូបភាពដែលយើងបានចុចលើហ្នឹងអញ្ចឹងយើងគ្រាន់តែសង្កត់ឲ្យជាប់ទៅលើរូបភាពហ្នឹងរួចហើយ scroll មកក្រោមបងប្អូនហើយយើងយកពាក្យថា download image អញ្ចឹងយើងអាចធ្វើការយករូបភាពមួយហ្នឹងយកមកប្រើប្រាស់បានហើយបងប្អូនបាទវិធីសាស្ត្រនេះគឺងាយតែម្ដងហើយគុណភាពនៃរូបភាពដែលយើងបានទាញយកណាគឺគុណភាពខ្ពស់បាទវីដេអូគឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ